សួស្តីក្មេងៗនៅក្នុងវីដេអូនេះយើងនឹងរៀនអំពីលេខដកលេខដកគឺជាការដកលេខចេញពីគ្នាអញ្ចឹងយើងមកធ្វើលំហាត់ទាំងអស់គ្នា5ដក2ស្មើនឹងប៉ុន្មានទៅបើយើងមានឥឡូវ5ដកអស់2តើយើងមានសល់ប៉ុន្មានដក1ដក2អញ្ចឹងយើងរាប់ឥឡូវដែលនៅសល់1 2 3អញ្ចឹង5ដក2ស្មើនឹង3 3ដក1ស្មើនឹងប៉ុន្មានអញ្ចឹងបើយើងមានដង3ដកអស់1តើនៅសល់ប៉ុន្មានអញ្ចឹងយើងចាប់ផ្ដើមដក1អញ្ចឹងយើងរាប់ចំនួនដែលនៅសល់1 2អញ្ចឹង3ដក1ស្មើនឹង2 9ដក5ស្មើនឹងប៉ុន្មានអញ្ចឹងបើយើងមានផ្លែប៉ោម9ផ្លែហើយយើងដកចេញ5ផ្លែតែយើងនៅសល់ផ្លែប៉ោមចំនួនប៉ុន្មានផ្លែអញ្ចឹងយើងចាប់ផ្ដើមគូសចេញ1 2 3 4 5អញ្ចឹងយើងរាប់ផ្លែប៉ោមដែលនៅសល់1 2 3 4អញ្ចឹង9ដក5នៅសល់4 7ដក3ស្មើនឹងប៉ុន្មានអញ្ចឹងបើយើងមានផ្លែមកុដចំនួន7ផ្លែដកអស់3ផ្លែចេញតែយើងនៅសល់មកុដចំនួនប៉ុន្មានផ្លែអញ្ចឹងយើងចាប់ផ្ដើមគូសចោល1 2 3អញ្ចឹងយើងរាប់មកុដដែលនៅសល់1 2 3 4អញ្ចឹង7ដក3ស្មើនឹង4 12ដក6ស្មើនឹងប៉ុន្មានអញ្ចឹងបើយើងមានទំពាំងបាយជូរចំនួន12តងដកអស់6តងចេញតែយើងនៅសល់ទំពាំងបាយជូរចំនួនប៉ុន្មានតងអញ្ចឹងយើងគូសចោល1 2 3 4 5 6អញ្ចឹងយើងនៅសល់ចំនួន1 2 3 4 5 6អញ្ចឹង12ដក6ស្មើនឹង6